คือបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំនឹងចាប់ផ្ដើមកាត់តថ្នូរនៃការហឹងត្រចៀកបងប្អូនមានការហឹងត្រចៀកចាប់ពីម៉ោង1កណ្ដាលរាត្រីដល់ម៉ោង3យប់បងប្អូនមានការហឹងត្រចៀកឆ្វេងនឹងមានមនុស្សស្រីនឹងរលឹកដល់យើងហើយបើហឹងត្រចៀកស្ដាំនឹងមានការបង្ខាត់ប្រកាសបងប្អូនទី2ម៉ោង3យប់ដល់ម៉ោង5ជិតភ្លឺហឹងត្រចៀកឆ្វេងនឹងមានរឿងឆ្លោះប្រកែកហឹងត្រចៀកស្ដាំនឹងមានរឿងក្តីក្តាំងទី3ម៉ោង5ជិតភ្លឺដល់ម៉ោង7ព្រឹកហឹងត្រចៀកឆ្វេងនឹងមានការបង្ខាត់ប្រកាសហឹងត្រចៀកស្ដាំនឹងមានការមមាញឹកមកដល់ទី4ម៉ោង7ព្រឹកដល់ម៉ោង9ព្រឹកហឹងត្រចៀកឆ្វេងនឹងមានថាខ្លួនអ្នកនឹងបានម្ហូបចំណីអាហារដែលឆ្ងាញ់បាយទឹកបរិភោគយ៉ាងឆ្ងាញ់ពិសាបើហឹងត្រចៀកស្ដាំនឹងមានភ្ញៀវមកដល់ទី5ម៉ោង9ព្រឹកដល់ម៉ោង11ថ្ងៃត្រង់បើហឹងត្រចៀកឆ្វេងនឹងខ្លួនយើងនឹងមានការត្រូវធ្វើដំណើរទៅឆ្ងាយបើហឹងត្រចៀកស្ដាំនឹងមានភ្ញៀវមកដល់ទី6ម៉ោង11ថ្ងៃត្រង់ដល់ម៉ោង1រសៀលបើហឹងត្រចៀកឆ្វេងខ្លួនអ្នកនឹងមានរឿងមានការកំណាចអាក្រក់មកដល់បើហឹងត្រចៀកស្ដាំវិញនឹងមានលៀបធំជាទីគាប់ចិត្តជាមិនខានទី7ម៉ោង1ថ្ងៃរសៀលដល់ម៉ោង3ល្ងាចហឹងត្រចៀកខាងឆ្វេងខ្លួនអ្នកនឹងបានទទួលសម្បត្តិដែលគេផ្ញើមកពីស្រុកឆ្ងាយបើហឹងត្រចៀកស្ដាំនឹងមានបងប្អូនមកដល់ទី8ម៉ោង3ល្ងាចដល់ម៉ោង5ល្ងាចបើហឹងត្រចៀកឆ្វេងទំនេរថាខ្លួននឹងត្រូវបានម្ហូបបរិភោគយ៉ាងឆ្ងាញ់បើហឹងត្រចៀកស្ដាំនឹងមានមនុស្សមកពីឆ្ងាយមកដល់ទី9ម៉ោង5ល្ងាចដល់ម៉ោង7យប់ហឹងត្រចៀកឆ្វេងខ្លួនអ្នកនឹងមានដំណើរចាកចេញពីផ្ទះហឹងត្រចៀកស្ដាំខ្លួនអ្នកនឹងមានការរីករាយសប្បាយចិត្តដល់ជាមិនខានឡើយទី10ម៉ោង7យប់ដល់ម៉ោង10យប់បើហឹងត្រចៀកឆ្វេងទំនាយថាខ្លួនអ្នកនឹងត្រូវខាត់បងប្រកាសជាមិនខានហឹងត្រចៀកស្ដាំនឹងមានលៀបយ៉ាងប្រសើរម៉ោង11អធិស្ឋានបងប្អូនទី11ម៉ោង10យប់ដល់ម៉ោង11យប់ហឹងត្រចៀកឆ្វេងខ្លួនអ្នកនឹងបានអាហារឆ្ងាញ់ពិសាហឹងត្រចៀកស្ដាំវិញនឹងមានភ្ញៀវមកដល់12ម៉ោង11យប់ដល់ម៉ោង1យប់បើហឹងត្រចៀកឆ្វេងខ្លួនអ្នកនឹងមានលៀបបើហឹងត្រចៀកស្ដាំនឹងបានរបស់ឆ្ងាញ់ពិសានេះតកតងនឹងការហឹងត្រចៀកវីដេអូក្រោយខ្ញុំនឹងបកស្រាយអំពីប្រធ្នូលនៃការក្តៅត្រចៀកវិញម្ដងបងប្អូនចាសសូមអរគុណច្រើនបងប្អូនជម្រាបលា